បានប្រកាសថាសូមកុំវិនិច្ឆ័យលឿនពេកចាសូមអញ្ជើញស្ដាប់ចាមុននឹងវិនិច្ឆ័យឬធ្វើការខោទោសអ្វីមួយសូមបងប្អូនជនរួមជាតិរងចាំបន្តិចសិនទាល់តែពេលវេលាការងាររបស់យើងនិងលទ្ធផលដែលយើងទទួលបានចេញជារូបរាងច្បាស់លាស់ទើបបងប្អូនជនរួមជាតិអាចវិនិច្ឆ័យថាយើងធ្វើនេះត្រូវឬក៏មិនត្រូវចំពោះពាក្យសម្ដីដែលគេថាកុំទាន់ហៅវិនិច្ឆ័យឲ្យរងចាំមើលគេមិនអាចធ្វើនយោបាយចឹងទេនៅឯប្រទេសជឿនលឿនកាលណាអ្នកនយោបាយធ្វើអ្វីមួយខុសប្រាស់ចាក់ពីគោលការណ៍សំខាន់ប្រាចាក់ពីឧត្តមគតិថ្លៃចូលនយោបាយគឺប្រជាពលរដ្ឋជាតិធ្វើប្រតិកម្មភ្លាមគេមិនបណ្ដោយឲ្យរហូតទៅដល់ស្ថានភាពនឹងមានមនុស្សស្លាប់តទៅទៀតហើយក៏មានការបាត់បង់ចូលដែនបាត់បង់ប្រទេសជាតិការប្រែក្លាយប្រវត្តិសាស្ត្រផ្សេងៗបានចាត់ដល់ធ្វើនយោបាយបែបហ្នឹងទេហើយអាពាក្យថារងចាំមើលនេះគឺគ្មានកំណត់ថ្ងៃណាទេបើរងចាំមើលកំណត់ថ្ងៃតែពីអាទិត្យឬមួយខែឬពីរខែអាហ្នឹងគឺប្រជាពលរដ្ឋខ្មែរអាចរងចាំមើលបានសូមអញ្ជើញផ្ដល់ជាអនុសាសន៍ឥឡូវឈានដល់ពេលហ្នឹងហើយតើគណៈបកសង្គ្រោះជាតិគួរធ្វើយ៉ាងម៉េចដើម្បីទាញយកប្រជាប្រិយភាពមកជម្រាបប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតនឹងឲ្យគាត់លែងមានការមន្ទិលតើគួរគប្បីគណៈបកសង្គ្រោះជាតិធ្វើយ៉ាងម៉េចចា៎គណៈបកសង្គ្រោះជាតិនឹងអាចធ្វើសំណើសេចក្ដីកម្មចូលនៅក្នុងរង្វង់ដៃរបស់គណៈបកប្រជាជនហើយគេមានអនុសាសន៍ទី3យ៉ាងគឺថាទី1លោកសំរងសេចក្ដីកម្មហ្នឹងបើសិនជាចង់ស្ដារឬចង់បញ្ជាក់ឲ្យឃើញនៅនយោបាយដ៏ប្រសើររបស់ខ្លួនហ្នឹងគឺចូលទៅក្នុងហ្នឹងទទួលយកប្រាក់ខែទទួលយកលុយអ្វីដែលខាងសភានឹងគេទៅបង្កល់ឲ្យហ្នឹងគ្រប់បំហើយទៅធ្វើការប្រឆាំងជាមួយនឹងគណៈបកប្រជាជននឹងវិញដោយមិនព្រមធ្វើតាមហើយបង្កើតលក្ខខណ្ឌយ៉ាងច្រើននៅក្នុងសភានៅក្នុងព្រឹទ្ធសភានៅក្នុងជួររដ្ឋាភិបាលដែលស្របទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរហើយសូមជម្រាបឲ្យហ៊ុនសែនចុះពីតម្លៃដែលអានេះជាប្រតិកម្មចង់បានអានេះហើយដែលលោកកម្មសខាបានបញ្យុប្រជាពលរដ្ឋខ្មែររឿងថាដូរឬមិនដូរហើយប្រជាពលរដ្ឋខ្មែរឡងគេស្រែកស្របគ្នាថាត្រូវតែដូរហ៊ុនសែនចុះចេញទៅគឺប្រជាពលរដ្ឋខ្មែរឡងគឺចង់ដូរហ៊ុនសែនមិនមែនចង់ឲ្យសំរងស៊ីខ្លាយទៅជាហ៊ុនសែនមួយទៀតនោះទេដូច្នេះហើយបើសិនជាសំរងស៊ីកម្មសខានេះចង់ស្ដារមកមាត់កិត្តិយសនឹងអ្វីដែលខ្លួនបានជួយឲ្យមកទីទៅវិញគឺត្រូវតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងសភាហ្នឹងក្នុងរយៈពេលតែមួយខែឬពីរខែដែលខ្លួនចូលទៅរួមរស់ជាមួយនឹងក្រុមហ៊ុនសែនហ្នឹងគឺថាត្រូវតែធ្វើជាបន្តហើយមិនត្រូវប្រើពាក្យថាកុំតន់វិនិច្ឆ័យរងចាំមើលគឺគេអត់ប្រើពាក្យហ្នឹងទេបើប្រើពាក្យហ្នឹងត្រូវមានខែកំណត់ឲ្យគេដឹងអាហ្នឹងអនុសាសន៍ទី1ទី2ប្រជាពលរដ្ឋខ្មែរបើស្ទើរជាតាមដានមើលឃើញថាការដែលសំរងស៊ីតាមតែខែចូលជាមួយហ៊ុនសែនដោយសារតែប្រយោជន៍មកគប់តខ្លួនដោយសារតែតំណែងដោយសារតែប៉ុន្តែចំណុចនេះគេប្រកែកហើយក៏ប៉ុន្តែបើសិនជាប្រជាពលរដ្ឋខ្មែរមានការមន្ទិលសង្ស័យផ្ទុះខ្លាំងហើយមានបោះតាំងឬក៏ថាការមន្ទិលសង្ស័យនោះអាចចាក់ស្លែងទៅសំហេតុសំផលគឺត្រូវតែវាលែងចាក់ចេញពីគណៈបកសង្គ្រោះជាតិនឹងចេញទៅហើយបង្កើតជាក្រុមគណៈបកមួយទៀតក្រុមអ្នកនយោបាយមួយផ្សេងទៀតដែលឆ្លោះត្រង់នឹងប្រជាពលរដ្ឋតែគេមិនគិតទូពីរឿងតំណែងបនស័កនៅពេលហ្នឹងគឺថាជីវិតនយោបាយរបស់សំរងស៊ីចំស្កាត់ត្រូវចប់ត្រូវអស់ហើយក៏នឹងទៅគណៈបកប្រជាជនគេគាត់ចោលជាអាសាអធិការទេពីព្រោះថាអ្នកដែលខ្វះប្រជាពលរដ្ឋខ្វះអីចឹងទៅចូលគេអញ្ចឹងគេមិនដែលឲ្យតម្លៃទេក្រុមអ្នកនយោបាយណាក៏ដោយទាំងក្រុមនេះទៅទៅអាហ្នឹងយើងត្រូវអនុវត្តតាមអនុសាសន៍ទី1ឬទី2ហ្នឹងបើពុំដូចឆ្លងទេយើងក្នុងចំណោមអង្គការស៊ីវិលក្នុងចំណោមបញ្ញវន្តនិស្សិតត្រូវបង្កើតគោលការណ៍នយោបាយនោះដោយពុំមានចាំបាច់មានអ្នកកាន់អំណាចឬក៏មានអ្នកដឹកនាំផ្ដាច់មុខដូចនៅក្នុងប្រទេសអាមេរិកឬនៅប្រទេសជារឿងមួយចំនួនប្រធានគណៈបកនយោបាយគ្មានសិលអ្នកណាស្គាល់ទេហើយគ្មានសិលអ្នកណាលួងកាប់ឲ្យតម្លៃអញ្ចឹងទេគេឲ្យតម្លៃតែគោលការណ៍នយោបាយគេឲ្យតម្លៃតែគណៈបកណាដែលលើកតម្កើងគោលការណ៍នយោបាយទស្សនវិជ្ជានយោបាយទស្សនវិស័យនៃប្រទេសជាតិអាហ្នឹងដែលធ្វើឲ្យប្រធានគណៈបកហ្នឹងពុំអាចចង់ស្លីពាក្យសម្បត្តិរបស់ខ្លួនឬក៏ការសន្យារបស់ខ្លួនបានទេបើមិនជាប្រធានគណៈបកហ្នឹងត្រូវគេទិញគឺថាទិញតែប្រធានហ្នឹងបាត់ទៅប៉ុន្តែមិនឲ្យប៉ះពាល់ទៅដល់ឧត្តមគតិឬគោលការណ៍នយោបាយនៃក្រុមរបស់គេនៃគណៈបកនោះទេបាទប្រសិនណាបើគណៈបកសង្គ្រោះជាតិសភាទាំង55រូបចូលទៅស្បត់ដូច្នេះបានន័យថារដ្ឋសភានឹងឡើងជារដ្ឋសភាគ្រប់ទឹកហើយបានន័យថាស្របច្បាប់ហើយបើរដ្ឋសភានឹងស្របច្បាប់ហើយរដ្ឋាភិបាលនឹងក៏ស្របច្បាប់ដែរតើគណៈបកសង្គ្រោះជាតិសមាជិកសភាទាំង55រូបនឹងពេលមើលទៅឃើញថាអូចូលអន្ទាក់គេហើយ
គាត់អាចដកខ្លួនចេញមកវិញនៅពេលដែលគាត់នាំគ្នាលើលែងពីសភាចេញមកវិញតើសភាដែលគាត់ជួយប្រថាប់ត្រានឹងឲ្យស្របច្បាប់អាចទៅជាសភាមិនស្របច្បាប់វិញទេក្នុងអាណត្តិទី5ចា៎តែការចូលទៅក្នុងសភាជួយឲ្យសភានឹងទៅជាស្របច្បាប់ទៅរដ្ឋាភិបាលទៅជាស្របច្បាប់ហើយគឺគេស្របច្បាប់ហើយអានឹងហើយដែលពួកប្រជាជនយើងពួកកុម្មុយនីសគេចង់បានគេចង់ឲ្យអានឹងសភាទាំង55នាក់ដែលគណៈបកសង្គ្រោះជាតិបានទទួលអានឹងវាក្បត់នឹងអានឹងមិនចេះផលិតឆ្នោតក្បត់នឹងប្រជាពលរដ្ឋខ្មែរឆែមទៅទៀតពីព្រោះមិនបងខ្លួនថាមិនមែន55ទេពីព្រោះគណៈបកប្រជាជននោះលួចផលិតឆ្នោតលួចអីចឹងតែឥឡូវហ្នឹងបើខ្លួនទទួលស្គាល់ទៅវិញបើសិនជាចូលទៅក្នុងនឹងហើយអាចប្រាក់ចេញមកវិញបានព្រោះតែតែមានសកម្មភាពអ្វីមួយផ្សេងទៀតដែលតបញ្ជាក់ថាថាវាបាននឹងបានបំពេញទៅលើច្បាប់ប្រទេសជាតិច្បាប់រដ្ឋធម្មនុញ្ញឬក៏ច្បាប់អន្តរជាតិមួយផ្សេងទៀតទៅ55នាក់ហ្នឹងអាចចេញមកវិញហើយធ្វើឲ្យគណៈបកប្រជាជនហ្នឹងទៅជាឡើងស្របច្បាប់សាលវិញម្ដងទៀតគេយកអានឹងហើយទៅជាស្របច្បាប់ហើយប្រកាសឲ្យយកធ្វើជំនួយឬក៏បើកចំហប្រទេសធ្វើពាណិជ្ជកម្មអីបន្តទៅទៀតនេះអាហ្នឹងគេចង់បានពីព្រោះគណៈបកប្រជាជននោះជិតងាប់ទៅហើយត្រូវការគណៈបកសង្គ្រោះជាតិហ្នឹងគឺជួយសង្គ្រោះហើយសំរងសេចក្ដីកម្មនេះចូលទៅសង្គ្រោះតែគណៈបកប្រជាជនងាប់ហ្នឹងឲ្យរស់ឡើងវិញបកប្រជាជនរដ្ឋាភិបាលរបស់ហ៊ុនសែននៅតែថ្ងៃស្លាប់តែមួយខែឬពីរខែទៀតស្លាប់ប្រជាគេមិនខ្លាចនឹងចំណាយលុយ 4-5 លានឬក៏ 6-7 លានសម្រាប់ទិញអ្នកនយោបាយឲ្យទៅជួយសង្គ្រោះរដ្ឋាភិបាលជាតិដើម្បីគេបានលុយជំនួយពីបរទេសដើម្បីគេរស់ទៅពុករលុយលក់ដីលក់ទីតទៅទៀតបានទេក្តីជឿចាប់របស់ប្រជាពលរដ្ឋខ្មែរនឹងនៅតែមានតទៅទៀតទោះមានតិចទោះមានច្រើនទោះបីគណៈបកប្រជាចូលជាមួយហ៊ុនសែនក៏នៅតែការចាត់ចងសកម្មជនខ្មែរអ្នកការពារព្រៃឈើការពារកម្មសិទ្ធិផ្ទាល់ខ្លួនអ្នកការពារសិទ្ធិមនុស្សអីគ្រប់សពហើយនឹងបន្តការចូលគុកបន្តការកាប់សម្លាប់តទៅទៀតគណៈទោះបីគណៈបកប្រជាចូលក្រីមិនចូលក្រីប្រជាពលរដ្ឋខ្មែរត្រូវការដូរពីរដ្ឋាភិបាលដែលសម្លាប់ប្រជាពលរដ្ឋនឹងចេញប៉ុន្តែខាង